សូមជូនរឿងនាងមុខក្រហមកាលពីព្រៃនាយមានកុមារម្នាក់ដែលគេស្រឡាញ់គ្រប់គ្នាជីដូននាងស្រឡាញ់នាងជាងគេហើយគាត់តែងតែឲ្យរបស់របរគ្រប់យ៉ាងដល់ទៅនាងមានថ្ងៃមួយនោះជីដូននាងបានផ្ញើមួកមានឆ្នូតក្រហមមួយមកឲ្យនាងស្រឡាញ់មួកនោះណាស់នាងតែងតែពាក់មួកនោះគ្រប់ពេលវេលាដូច្នេះហើយបានជាគេនាំគ្នាហៅនាងថានាងមួកក្រហមក្រោយមកម្ដាយនាងតូចបានដាក់នំចំណីនៅក្នុងកន្ត្រកមួយហើយនិយាយទៅកាន់នាងដូចនេះថាចូលកូនយកនំចំណីនេះទៅជូនលោកយាយគាត់ឈឺហើយចូលកូនចាំឲ្យច្បាស់ណាសូមកូនកុំដើរចេញពីលើផ្លូវឲ្យសោះក្រោយពីម្ដាយបានផ្ដាយផ្ដាំរួចមកនាងមួកក្រហមត្រូវធ្វើដំណើរកាត់តាមព្រៃមួយកន្លែងពេលទៅដល់ព្រៃនោះនាងបានជួបនឹងសត្វចចកមួយចចកបានសួរនាងថាណែនាងតើនាងចង់ធ្វើដំណើរទៅណាដែរនាងមួកក្រហមក៏បាននិយាយឡើងថាលោកយាយខ្ញុំឈឺខ្ញុំយកនំចំណីខ្លះទៅជូនគាត់ហើយចចកនិយាយថាមួយឯងយកផ្កាស្រស់ទៅជូនគាត់ផងមួយអាចទៅកាច់ផ្កាល្អនៅក្នុងព្រៃបានឮដូច្នេះនាងមួកក្រហមក៏ដើរចេញពីលើផ្លូវដើម្បីចូលទៅកាច់ផ្កាដោយភ្លេចបណ្ដាម្ដាយចចកក៏រត់យ៉ាងលឿនទៅកាន់ផ្ទះរបស់លោកយាយរបស់នាងវាគោះទ្វារហើយនិយាយថាលោកយាយខ្ញុំនាងមុខក្រហមលោកយាយក៏តបវិញថាចូលមកចៅមុខក្រហមចចកក៏ចូលហើយស្ទុះទៅយកមុខសម្រាប់ពាក់គេងយប់របស់លោកយាយរួចយកគាត់ទៅចាក់សោដាក់ក្នុងទូវាយកមុខសម្រាប់ពាក់គេងរបស់លោកយាយមកពាក់ហើយឡើងទៅដេកលើគ្រែគាត់រងចាំនាងមុខក្រហមពេលនាងមុខក្រហមចូលមកនាងឃើញជីដូនរបស់នាងក៏និយាយឡើងថាលោកយាយត្រជាលោកយាយមិនដាច់ក៏ធំឡេះចចកកំហូចនិយាយថាដើម្បីស្ដាប់ចៅឲ្យកាន់តែឮច្បាស់ថែមទៀតនឹងណាលោកយាយណែករបស់លោកយាយមិនដាច់ក៏ធំឡេះចចកឆ្លើយឡើងថាដើម្បីមើលចៅឲ្យកាន់តែច្បាស់ថែមទៀតណាបន្ទាប់មកទៀតនាងមុខក្រហមក៏ស្រែកឡើងថាលោកយាយមិញលោកយាយមិនដាច់ក៏ធំឡេះចចកក៏លោតចេញពីលើគ្រែហើយនិយាយថាគឺដើម្បីស្រួលស៊ីនាងឯងនឹងណាវាក៏លេបនាងមុខក្រហមចូលទៅក្នុងពោះបាត់ទៅហើយដើរទៅដេកលើគ្រែវិញយ៉ាងសប្បាយរីករាយនៅពេលថ្ងៃនោះក៏មានព្រានព្រៃម្នាក់បានដើរកាត់ទីនោះគាត់បានឮសំឡេងក្មេងស្រីស្រែកឲ្យជួយគាត់ចូលទៅដល់ក្នុងផ្ទះឃើញចចកកំពុងដេកលង់លក់គាត់ដឹងថាចចកបានលេបក្មេងស្រីនោះទៅក្នុងពោះគាត់ក៏ចាប់ចចកវាសពោះហើយក៏ឃើញនាងមុខក្រហមចេញមកនាងមុខក្រហមបានទៅយកលោកយាយនាងចេញពីក្នុងទូបន្ទាប់មកអ្នកទាំងអស់គ្នាក៏នាំគ្នាញ៉ាំនំចំណីដែលម្ដាយនាងមុខក្រហមផ្ញើមកជូនលោកយាយជាមួយគ្នាយ៉ាងសប្បាយទៅពេលនាងមុខក្រហមត្រឡប់មកផ្ទះវិញនាងក៏និយាយរឿងរ៉ាវទាំងអស់ជម្រាបទៅម្ដាយ
នាងហើយនិយាយថា កូននឹងធ្វើតាមសម្ដីម៉ែជានិច្ច